សូមស្វាគមន៍មកកាន់កម្មវិធីការបញ្ចប់ការសិក្សានិងការធ្វើបទបង្ហាញរបស់បងប្អូននៅសប្តាហ៍ទី10 Good afternoon, parents, teachers and classmates. ជាដំបូងនេះខ្ញុំសូមគោរពជម្រាបសួរនេះខ្ញុំឈ្មោះគឺសុកស្រីអូនជាអាណាព្យាបាលសារ៉ាន់សុខាដាសូមគោរពជម្រាបសួរខ្ញុំបាទឈ្មោះយ៉ាតសារ៉ាន់ហើយជាឪពុករបស់កូនឈ្មោះសារ៉ាន់សុខាដាពាក់ព័ន្ធជាមួយនឹងការស្គាល់គឺគ្រួសារខ្ញុំក៏បានស្គាល់ទៅកាន់មិត្តភ័ក្តិម្នាក់ដែលកូនគាត់ហ្នឹងគឺមករៀននៅនឹងដែរហើយគាត់បានតាមដានហើយគាត់ចាប់អារម្មណ៍បន្ទាប់មកក៏គាត់បានតាក់ទងចូលនៅក្នុង page សាលាហើយក៏គាត់បានសម្រេចចិត្តឲ្យកូនស្រីខ្ញុំនេះគឺគាត់មករៀនទី1ខ្ញុំចង់ឲ្យកូនខ្ញុំគេថាផ្លាស់ប្ដូរព្រោះពេលខ្លះយើងរៀនតែមួយសាលាយើងអត់ទាន់ដឹងថាកូនយើងអត់ប្រសើរខ្លាំងប៉ុណ្ណាបន្ទាប់មកខ្ញុំនៅប្តីខ្ញុំក៏គាត់បានសម្រេចចិត្តឲ្យគាត់ចូលរៀននៅសាលានេះវគ្គខ្លីៗជាមួយនឹងការ speaking ឲ្យគាត់កាន់តែខ្លាំងជាងមុនហើយអ្វីដែលខ្ញុំទទួលបានទីមួយខ្ញុំឃើញសមត្ថភាពកូនខ្ញុំគឺគាត់ឆ្លាតប៉ាកែការយល់ដឹងគឺខ្លាំងជាងមុនហើយអ្វីដែលពិសេសគឺរាល់ការដែលគាត់និយាយគឺគាត់ក្លាហានច្រើនជាងមុនអ្វីដែលខ្ញុំឃើញថ្ងៃនេះគឺលទ្ធផលចុងក្រោយគឺគាត់ទទួលបានអ្វីដែលខ្ញុំចង់បានទាក់ទងចំណាប់អារម្មណ៍ចំពោះការឡើងធ្វើបទបង្ហាញរបស់កូនស្រីខ្ញុំមានការពេញចិត្តជាខ្លាំងគាត់ឡើងធ្វើបទបង្ហាញដោយសេចក្តីទំនុកចិត្តប៉ុន្តែនេះគឺដោយសារតែគាត់បានមកវឹកហាត់ជាមួយគ្រូអញ្ចឹងគ្រូគាត់មានរបៀបបញ្យលប្រហាត់ណែនាំថាការនិយាយបែបណាការធ្វើកាយវិការបែបណាធ្វើឲ្យទាក់ទាញធ្វើមិនឲ្យអ្នកទេសនាទស្សនិកជននឹងចាប់អារម្មណ៍អញ្ចឹងខ្ញុំមានសេចក្តីសមមនុស្សមានថាមោទនភាពមែនទែនហើយរហូតដល់កូនខ្ញុំទទួលបានoutstanding award ដល់ទៅ2ថែមទៀតផងអរគុណចំពោះនេះខ្ញុំវិញខ្ញុំពិតជារីករាយខ្លាំងសឹងថាមិននឹកស្មានព្រោះដោយសារតែទី1យើងគឺជាអ្នកខេត្តពេលដែលយើងមករស់នៅទីក្រុងបែបនេះគឺធ្វើឲ្យកូននេះគឺកាន់តែរីកចម្រើនបន្តទៀតហើយពេលដែលមកចូលសាលាជាមួយនឹងការវឹកហាត់ speaking បែបនេះគឺខ្ញុំកាន់តែមានមោទនភាពខ្លាំងមែនតើសឹងថាអត់នឹកស្មានណាជាចុងក្រោយនេះខ្ញុំសូមឲ្យកូនខ្ញុំជួបតែអ្វីដែលល្អសម្រាប់ជីវិតរបស់គាត់គោលដៅរបស់គាត់ដែលមានគាត់ដាក់សូមឲ្យបានសម្រេចហើយអ្វីដែលពិសេសគឺសុខភាពល្អនិងសំណាងល្អតាមថែរក្សាកូនរហូតកូនកាន់តែឆ្លាតហើយកូនកាន់តែប្រកែកសម្រាប់ខ្ញុំជាចុងក្រោយសូមជូនពរកូនឲ្យបន្តការវឹកហាត់ថែមទៀតដើម្បីឲ្យកាន់តែក្លាហាននិងបង្កើតសមិទ្ធផលថ្មីៗសម្រាប់ប៉ាម៉ាក់ទាំងអស់គ្នាហើយសូមជាបណ្ដាផ្សាយទៅបងប្អូនអស់គ្នាដើម្បីបើសិនជាយើងចង់កសាងអនាគតរបស់កូនយើងអញ្ចឹងយើងត្រូវសាងគ្រឹះសមត្ថភាពពីការចាប់ផ្ដើម speaking ថាការនិយាយជាសាធារណៈនេះឯងអញ្ចឹងយើងបង្កើតសមត្ថភាពរបស់គាត់អញ្ចឹងគាត់រៀននៅសាលារដ្ឋឬក៏ឯកជនផងបន្ថែមបំពន់នៅការនិយាយជាសាធារណៈបន្ថែមទៀតអនាគតរបស់គាត់គឺពិតជាភ្លឺស្វាងអរគុណ